ព្រះគម្ពីរចៅវាយនៅក្នុងសញ្ញាចាស់និយាយអំពីសាសអ៊ីស្រាអែលដែលបានចូលទៅក្នុងស្រុកកាណានជាមួយលោកយ៉ូស្វេបន្ទាប់ពីពួកគេបានចេញពីស្រុកអេស៊ីបទោះបីជាបានរស់នៅក្នុងទឹកដីសន្យាក៏ដោយក៏ពួកគេមិនទាន់បានរស់នៅតាមបំណងព្រះហឫទ័យព្រះនៅឡើយទេហើយលោកយ៉ូស្វេក៏បានលាចាកលោកទៅមុនពេលគាត់ស្លាប់លោកយ៉ូស្វេបានផ្ដាំផ្ញើឲ្យពួកគេស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយលោកម៉ូសេដែរប៉ុន្តែការដែលគ្មានអ្នកដឹកនាំសាសអ៊ីស្រាអែលក៏ចាប់ផ្ដើមរស់នៅតាមតែចិត្តខ្លួនឯងហើយថែមទាំងទៅថ្វាយបង្គំព្រះក្លែងក្លាយរបស់សាសកាណានទៀតផងព្រះជាម្ចាស់បានអនុញ្ញាតឲ្យសាសកាណានដែលនៅជុំវិញនោះមកធ្វើសង្គ្រាមប្រឆាំងនឹងសាសអ៊ីស្រាអែលទោះតែជួបទុក្ខលំបាកខ្លាំងបែបនេះទើបសាសអ៊ីស្រាអែលកែប្រែចិត្តពីអំពើបាបរបស់ពួកគេដែលបានបែរចេញពីព្រះហើយងាកមកគិតពីជំនឿនិងការរស់នៅរបស់ខ្លួនឡើងវិញរាល់ពេលដែលពួកគេអធិដ្ឋានសូមឲ្យព្រះជួយដោយសារពួកគេជួបទុក្ខលំបាកព្រះជាម្ចាស់តែងតែជ្រើសរើសនិងត្រាស់ហៅមនុស្សណាម្នាក់មកដោះស្រាយបញ្ហារបស់ពួកគេអ្នកទាំងនោះត្រូវបានគេហៅថាពួកចៅវាយនៅក្នុងព្រះគម្ពីរចៅវាយមានពួកចៅវាយចំនួន12រូបដែលនៅក្នុងនោះរឿងរបស់លោកកេឌៀនលោកយ៉ាបថានិងលោកសាំសុនជាដើមត្រូវបានកត់ត្រាយ៉ាងលម្អិតប៉ុន្តែក៏មានពួកចៅវាយខ្លះទៀតដែលរឿងរ៉ាវរបស់ពួកគេត្រូវបានកត់ត្រាទុកយ៉ាងខ្លីបំផុតផងដែរនៅក្នុងបទគម្ពីរសម្រាប់ថ្ងៃនេះគឺព្រះគម្ពីរចៅវាយជំពូក13យើងឃើញថាពួកអ៊ីស្រាអែលកំពុងរស់នៅក្នុងអំពើអាក្រក់ហើយដូច្នេះហើយព្រះជាម្ចាស់បានអនុញ្ញាតឲ្យសាសមួយឈ្មោះថាភីលីស្ទីនត្រួតត្រាលើអ៊ីស្រាអែលអស់រយៈពេល40ឆ្នាំសាសភីលីស្ទីនគឺជាប្រជាជនដែលរស់នៅភាគនិរតីនៃប្រទេសអ៊ីស្រាអែលពួកគេគឺជាអ្នកជំនាញខាងធ្វើគ្រឿងដែកដ៏ជំនាញបំផុតនៅក្នុងស្រុកកាណានបើនិយាយតាមសម័យទំនើបគឺពួកគេមានអាវុធទំនើបបំផុតមិនថាពួកអ៊ីស្រាអែលគិតថាពួកភីលីស្ទីនខ្លាំងពេកឬក៏ដោយសារតែពួកគេបានស៊ាំនឹងការត្រូវបានគេត្រួតត្រាអស់រយៈពេលយ៉ាងយូរនោះទេគឺពួកគេមិនទាំងបានទូលសូមព្រះជាម្ចាស់ឲ្យជួយឡើយក្នុងពេលកំពុងរងទុក្ខនោះទោះជាយ៉ាងណាក៏ដោយខណៈពេលដែលពួកអ៊ីស្រាអែលបានភ្លេចព្រះក៏ព្រះជាម្ចាស់មិនបានភ្លេចនៅការឈឺចាប់និងការលំបាករបស់ពួកអ៊ីស្រាអែលឡើយទេវតារបស់ព្រះបានលេចមកជួបប្រពន្ធរបស់បុរសម្នាក់ឈ្មោះម៉ាណូអាដែលស្ថិតក្នុងគ្រួដានក្នុងប្រទេសអ៊ីស្រាអែលទេវតាមានបន្ទូលថាមើលឥឡូវនេះឯងជាស្ត្រីអាគ្មានកូនតែឯងនឹងមានទម្ងន់បង្កើតបានកូនប្រុសមួយវិញដូច្នេះចូលប្រយ័ត្នកុំឲ្យផឹកស្រាទំពាំងបាយជូរឬគ្រឿងស្រវឹងណាឡើយក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតដែរត្បិតមើលឯងនឹងមានទម្ងន់បង្កើតបានកូនប្រុសតែមិនត្រូវយកកាំបិតកោសសក់វាឡើយពីព្រោះកូននោះនឹងធ្វើជាពួកណាសារីតថ្វាយព្រះតាំងពីផ្ទៃម្ដាយមកវានឹងចាត់តាំងជួយសង្គ្រោះដល់សាសអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃនៃពួកភីលីស្ទីនប្រពន្ធរបស់ម៉ាណូអាបានប្រាប់រឿងនេះដល់ប្តីរបស់គាត់ហើយលោកម៉ាណូអាក៏បានអធិដ្ឋានទៅកាន់ព្រះថាអោព្រះអង្គម្ចាស់អើយសូមឲ្យអ្នកសំណពរបស់ព្រះដែលទ្រង់បានចាត់មកឯយើងខ្ញុំនោះបានមកម្ដងទៀតដើម្បីនឹងបង្ហាញឲ្យយើងខ្ញុំដឹងពីការដែលត្រូវប្រព្រឹត្តចំពោះកូនដែលត្រូវកើតមកនោះទេវតារបស់ព្រះក៏បានលេចមកម្ដងទៀតហើយលោកបានប្រាប់ប្រពន្ធរបស់ម៉ាណូអាអំពីអ្វីដែលនាងត្រូវកាន់តាមនិងអ្វីដែលកូនដែលត្រូវកើតមកនាពេលអនាគតត្រូវកាន់តាមលោកម៉ាណូអាបានថ្វាយយ៉ាញ់បូជាដល់ព្រះជាម្ចាស់ជាមួយនឹងសត្វពពែនិងគ្រាប់ធញ្ញជាតិហើយទេវតារបស់ព្រះក៏បានបាត់ទៅក្នុងមេឃតាមរយៈអណ្ដាតភ្លើងហើយដោយដែលបានសន្យាទារកម្នាក់បានកើតមកក្នុងគ្រួសាររបស់លោកម៉ាណូអាដោយចងចាំនៅសារដែលនាំមកដោយទេវតារបស់ព្រះគ្រួសាររបស់លោកម៉ាណូអាបានដាក់ឈ្មោះកូននោះថាសាំសុននៅពេលគេកើតមកព្រះជាម្ចាស់បានប្រទានពរដល់កុមារនោះលោកម៉ាណូអានិងភរិយាបានចិញ្ចឹមកូននោះយ៉ាងត្រឹមត្រូវដោយដែលទេវតារបស់ព្រះបានបង្គាប់ហើយសាំសុនក៏បានធំដឹងក្តីខ្លាចជាមនុស្សពេញវ័យបន្ទាប់មកដល់ពេលកំណត់ព្រះវិញ្ញាណនៃព្រះក៏ចាប់ផ្ដើមបណ្ដាលចិត្តសាំសុននៅកន្លែងមួយឈ្មោះថាម៉ាហានេដានដែលស្ថិតនៅចន្លោះព្រំដែនអ៊ីស្រាអែលនិងភីលីស្ទីនតែតាមរយៈមធ្យោបាយអ្វីដែលលោកសាំសុនបានជួយសង្គ្រោះសាសអ៊ីស្រាអែលពីភីលីស្ទីន